មិនដឹងថាជាខ្យងអីប្រកាសទេពុកម៉ែបងប្អូនព្រោះដោយសារតែខ្យងទូទៅហ្នឹងគឺរូបរាងរបស់គេមូមូប៉ុន្តែខ្យងនេះវិញគឺថាមើលមួយផ្លែតដូច oyster អញ្ចឹងប៉ុន្តែបើតាម Twitter សាកសួរបងស្រីម្ចាស់ហាងគឺគាត់ប្រាប់ថានេះគឺជាប្រភេទខ្យងសណ្តែកដីឬមួយក៏ខ្យងមាត់វាចដែលនៅកន្លែងគាត់គឺថាលក់ដាច់មែនតើហើយដូចពុកម៉ែបងប្អូនបានឃើញនេះអញ្ចឹងគឺថាមួយគ្រាប់ត្រឹមតែ1000រៀលទេហើយបើសិនជាយក10គ្រាប់10000រៀលណាហើយក្រៅពីហ្នឹងក៏គាត់មានលក់ជាប្រភេទបកាអាំងក្រូចអាំងយើងយកមកញ៉ាំជាមួយបាយក៏បានលក្ខណៈថាជួបជុំជាមួយនឹងមិត្តភ័ក្តិក្រុមការងារអីអញ្ចឹងណាបើថាបានញ៉ាំជាមួយនឹងពូការីស្វេតទៀតមកគឺថាកាន់តែបន្ថែមរសជាតិឲ្យឆ្ងាញ់តែម្ដងសម្រាប់ទីតាំងដែល Two Sister ទៅនៅថ្ងៃនេះគឺនៅខាងក្រោយផ្សារសាមគ្គីពុកម៉ែបងប្អូនដែលស្ថិតនៅលើផ្លូវ233សម្រាប់ហាងរបស់គាត់នឹងគឺអត់មានឈ្មោះទេប៉ុន្តែមួយគឺហៅថាហាងខ្យងសណ្តែកដីឬមួយក៏ខ្យងមាត់វាអញ្ចឹងទៅហើយនៅកន្លែងគាត់គឺថាលក់ដាច់មែនតើដោយពេលដែល Two Sister ទៅនេះគឺថាខ្ទង់ម៉ោង5ម៉ោង6ពុកម៉ែបងប្អូនប៉ុន្តែមួយវិញគឺថាមករោមជុំចិត្តតែម្ដងសឹងតែមានកន្លែងអង្គុយទេនៅកន្លែងគាត់ហើយបើថាមើលមួយផ្លែតមកគឺដូច oyster អញ្ចឹងពុកម៉ែបងប្អូនហើយក្រៅពីហ្នឹងក៏គាត់មានលក់ជាប្រភេទសាច់ក្រូចអាំងដែរសម្រាប់ក្រូចនេះគឺតម្លៃ15000រៀលណាគឺថាតម្លៃនៅកន្លែងគាត់សមរម្យអញ្ចឹងបានមានមួយទៅញ៉ាំច្រើនបូករួមជាមួយនឹងរសជាតិដែលគាត់ធ្វើមកឆ្ងាញ់ណាហើយក្រៅពីហ្នឹងក៏មានលក់ជាប្រភេទបកាអាំងដែរនិយាយទៅគឺសុទ្ធសឹងតែជារបស់ដែលយើងទៅញ៉ាំអីជុំគ្នាពេលល្ងាចអញ្ចឹងពុកម៉ែបងប្អូនសម្រាប់បកាហ្នឹងគឺមួយចាន10000រៀលហើយសម្រាប់ខ្យងនេះវិញពុកម៉ែបងប្អូនគឺ Twister ឃើញថាបងស្រីគាត់សម្អាតបានស្អាតល្អមែនតើអត់មានដីទេព្រោះដោយសារតែខ្យងបែបនេះគឺពិបាកសម្អាតនិយាយទៅគឺថាដូច oyster អញ្ចឹងពុកម៉ែបងប្អូនរូបរាងរបស់គេប៉ុន្តែគ្រាន់ថាមានឈ្មោះជាខ្យងអញ្ចឹងហើយគាត់ធ្វើលក្ខណៈសាមញ្ញទេដូចពុកម៉ែបងប្អូនបានឃើញរូបរាងនេះអញ្ចឹងបើសិនជាមើលមួយផ្លែតគឺដូច oyster អញ្ចឹងប៉ុន្តែគ្រាន់ថារូបរាងខ្យងមាត់វាឬមួយក៏ខ្យងស្តែកដីហ្នឹងវារាងទូចហើយសម្រាប់រសជាតិវិញសម្រាប់អ្នកនៅខាងទលេធ្លាប់ញ៉ាំជាប្រភេទគ្រុំគឺរសជាតិដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនដូចនៅពេលដែលយើងចំអិនហើយគឺរសជាតិរបស់វាប្លែកពី oyster អញ្ចឹងណានិយាយទៅគឺ Twister បាក់បរិយាយរសជាតិហ្នឹងអញ្ចឹងសម្រាប់អ្នកដែលធ្លាប់ទៅញ៉ាំអីជួយ comment ផងថារសជាតិហ្នឹងឆ្ងាញ់អត់ឬមួយក៏ recommend ឲ្យពុកម៉ែបងប្អូនដែលអត់ទាន់ធ្លាប់ទៅញ៉ាំអីហ្នឹងទៅញ៉ាំអត់ព្រោះដោយសារតែ Twister សម្រាប់រសជាតិប៉ុណ្ណេះគឺអូខេហើយយើងអាចញ៉ាំជាមួយបាយដាក់ជាមួយនឹងទឹកជ្រលក់របស់គាត់នឹងមកគឺថាឆ្ងាញ់មែនតើប៉ុន្តែគ្រាន់តែថាជាប្រភេទខ្យងអាំងបែបហ្នឹងតើក្តៅបានឆ្ងាញ់ទេពុកម៉ែបងប្អូនបើសិនជាមានពេលអាចទៅញ៉ាំផ្ទាល់ទៅគឺថាឆ្ងាញ់ហ្មងហើយបើសិនជាបានញ៉ាំជាមួយនឹងពូការីស្វេតទៀតគឺថាកាន់តែឆ្ងាញ់កាន់តែបន្ថែមរសជាតិណាហើយ Twister ថ្ងៃនេះគឺថាអត់មានហៅអីច្រើនទេទៅដល់សម្ដៅរោជាប្រភេទខ្យងសណ្តែកដីរបស់គាត់នឹងយើងដាក់ជាមួយនឹងទឹកជ្រលក់ក៏ដូចជាខ្ទឹមបំពងនឹងមកគឺថាក្លិនរបស់គេឡើងឈ្ងុយតែម្ដងបើសិនជាពុកម៉ែបងប្អូនអត់ថែមជាមួយនឹងទឹកជ្រលក់ក៏បានដែរព្រោះដោយសារតែខ្យងហ្នឹងគឺគាត់មានដាក់ទឹកសោះនៅខាងលើហ្នឹងអញ្ចឹងរសជាតិរបស់គេគឺល្មមត្រូវជាតិឆ្ងាញ់ណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូ Two Sister ហើយចង់ទៅញ៉ាំគឺថាអាចទៅបានដែលបងស្រីគាត់មានបើកលក់ចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង11យប់ណាប៉ុន្តែបើសិនជាពេលទៅហ្នឹងកុំភ្លេចត្រៀមលុយខាងក្រៅផងព្រោះដោយសារតែនៅទីនេះគឺអត់មាន ABA ទេពុកម៉ែបងប្អូនអញ្ចឹងប្រយ័ត្នពេលដែលញ៉ាំហើយអត់មានលុយឲ្យថ្លៃម្ហូបណា Twister ប្រាប់ទុកជាមុនហើយយើងអាចយកមកញ៉ាំជាមួយនឹងបាយអញ្ចឹងក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនព្រោះដោយសារពេល Twister ទៅហ្នឹងគឺឃើញបងគាត់កំងញ៉ាំជាមួយបាយជំនួសបាយពេលល្ងាចអញ្ចឹងគឺមានអីរសជាតិឆ្ងាញ់មួយបែបមួយយ៉ាងពុកម៉ែបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានទៅញ៉ាំហើយទទួលរសជាតិបានបែបណាអីកុំភ្លេចជួយ comment ពីរសជាតិប្រាប់ Twister ផងហើយកុំភ្លេចញ៉ាំជាមួយនឹងពូការីស្វេតណា